សាលាប៉ាម៉ាអន្តរជាតិបានបញ្ជូនសិស្សឆ្នើមចំនួន3រូបនិងជាបេក្ខជនតំណាងឲ្យប្រទេសកម្ពុជាដោយទទួលបានពានរង្វាន់សាលាឆ្នើមកម្រិតសកលចំនួន1 Global Outstanding School Awards និងមេដាយសរុបចំនួន8ក្នុងនោះមេដាយមាស1ប្រាក់4និងសំរឹទ្ធ3ដែលបានបញ្ចេញអស់ពីសមត្ថភាពលើឆាកអន្តរជាតិក្នុងកម្មវិធីប្រកួតគណិតវិទ្យាវិទ្យាសាស្ត្រនិងអង់គ្លេស Olympiad វគ្គផ្ដាច់ព្រាត់នៅទីក្រុងជូហៃសាធារណរដ្ឋប្រជាមានិតចិនតាមប្រសាសន៍លោកស្រីផុនសេរីវឌ្ឍនីស្ថាបនិកនិងជាប្រធានទីប្រឹក្សាអភិវឌ្ឍកម្មវិធីសិក្សាជាន់ខ្ពស់នៃសាលាប៉ាម៉ាអន្តរជាតិបានឲ្យដឹងថាកម្មវិធីនេះបានបង្ហាញពីកម្រិតប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិដោយមានសាលាមកពីប្រទេសចំនួន9ក្នុងនោះមានតែ5ប្រទេសទេដែលបានឈានទៅចូលរួមប្រកួតប្រជែងវគ្គផ្ដាច់ព្រាត់វិញ្ញាសាអូឡាំពីកកម្រិតសកលលើមុខវិជ្ជាគណិតវិទ្យាវិទ្យាសាស្ត្រនិងភាសាអង់គ្លេសនៅក្នុងការប្រឡងកម្មវិធី WMC WSC និង WEC នៅទីក្រុងជូហៃប្រទេសចិនហ្នឹងគឺសិស្សកម្ពុជាយើងគឺបានបញ្ជូនទៅចំនួន10នាក់ដែលមកពីសាលា5ហើយនៅក្នុងចំណោម5សាលាហ្នឹងគឺសាលាប៉ាម៉ាអន្តរជាតិបានបញ្ជូនសិស្សទៅចំនួន3នាក់ហើយក្នុងចំណោម3នាក់ហ្នឹងគឺទទួលជោគជ័យ 100% ដែលពួកគាត់ទទួលបានមេដាយសរុបទាំងអស់ចំនួន8មេដាយក្នុងនោះមានមាស1ប្រាក់4ហើយនិងសំរឹទ្ធ3មូលហេតុតាមរយៈការសង្កេតឃើញសាលាប៉ាម៉ាអន្តរជាតិតែងតែយកចិត្តទុកដាក់ជំរុញសិស្សឲ្យមានការចូលរួមប្រឡងជាលក្ខណៈអន្តរជាតិជាលក្ខណៈ global នៅក្រៅប្រទេសហ្នឹងគឺខ្លាំងក្លាហើយជាការពិតជាក់ស្ដែងមែននៅក្នុងសាលាប៉ាម៉ាអន្តរជាតិយើងមានការប្រកួតជាច្រើននៅក្នុងសាលារៀនតែគោលបំណងពួកខ្ញុំដែលជាគណៈគ្រប់គ្រងសាលាយើងអត់ចង់ឲ្យឃើញថាសិស្សយើងហ្នឹងខ្លាំងតែនៅក្នុងសាលាយើងតែងតែបញ្ជូនកូនសិស្សយើងទៅប្រកួតនៅគេហៅថាក្របខ័ណ្ឌកម្មវិធីប្រឡងអូឡាំពីកមានទាំងគណិតវិទ្យាវិទ្យាសាស្ត្រឬក៏ភាសាអង់គ្លេសឬក៏ប្រកួតប្រជែងនិយាយជាសាធារណៈផ្សេងនៅក្នុងក្របខ័ណ្ឌអូឡាំពីកបានន័យថាវគ្គ hit round ឬក៏គេហៅថាវគ្គ national round នៅក្នុងប្រទេសជាមួយនឹងសាលាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាចាកូនសិស្សនៅពេលដែលគាត់រៀននៅសាលាប៉ាម៉ាអន្តរជាតិពេលដែលគាត់ប្រឡងបញ្ចប់ទី12គាត់អាចប្រឡងចូលជាមួយនឹងក្រសួងអប់រំយើងបានន័យថាសញ្ញាបត្រទទួលស្គាល់ពីក្រសួងអប់រំជាតិរបស់យើងគាត់អាចយកប្រើប្រាស់រៀនក្នុងប្រទេសឬក្រៅប្រទេសបានហើយនឹងមួយទៀតគឺសញ្ញាបត្រអេតាប្រឡងធ្វើប្រឡងអេតាមួយទៀតដូចយើងនិយាយឲ្យស្រួលស្ដាប់ថាប្រឡងបាក់ឌុបរបស់ប្រទេសអូស្ត្រាលីយកទៅប្រើប្រាស់ជាសកលបានអញ្ចឹងសិស្សដែលរៀននៅនេះនៅសាលាប៉ាម៉ាគឺគាត់មិនភ័យមិនចេះខ្មែរក៏មិនភ័យមិនចេះអង់គ្លេសដែរចាជាមួយនឹងការប្រកួតនេះជាលទ្ធផលលោកគ្រូច័ន្ទសុខសំរងតំណាងគ្រូដឹកនាំនិងជាប្រធានមជ្ឈមសិក្សាចំណេះទូទៅអន្តរជាតិមានមោទកភាពយ៉ាងខ្លាំងចំពោះសិស្សឆ្នើមទាំង3រូបក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រាត់នៅទីក្រុងជូហៃប្រទេសចិននេះថាបាទចំពោះការប្រកួតនៅទីក្រុងជូហៃប្រទេសចិននៃចាប់ពីថ្ងៃទី9ដល់ថ្ងៃទី13ខែមេសាឆ្នាំ2026នេះគឺមានការរៀបចំការប្រកួតទាំងគណិតវិទ្យាវិទ្យាសាស្ត្រនិងភាសាអង់គ្លេសហើយគឺជាកម្មវិធីដែលល្អបំផុតសម្រាប់កូនសិស្សដើម្បីគាត់អាចបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិមិនត្រឹមតែផ្នែកគណិតវិទ្យាប៉ុន្តែគាត់មានទាំងការចេញសមត្ថភាពផ្នែកវិទ្យាសាស្ត្រនិងផ្នែកវិទ្យាសាស្ត្រភាសាអង់គ្លេសផងដែរជាមួយនឹងសិស្សដែលជាសិស្សពូកែមកពីខាងប្រទេសផ្សេងនៅទូទាំងពិភពលោកយើងមានដូចជាហុងកុងដូចជាម៉ាកាវដូចជាមីយ៉ាន់ម៉ានិងហ្វីលីពីននិងប្រទេសផ្សេងជាច្រើនទៀតបាទចំពោះចំណាប់អារម្មណ៍ដែលជាគ្រូដឹកនាំផ្ទាល់ហើយនឹងបានជួយណែនាំគាត់ត្រៀមមុនទៅប្រឡងនេះគឺពិតជាមានមោទនភាពហើយសប្បាយចិត្តដែលពួកគាត់ប្រឹងប្រែងរៀនសូត្រប្រឹងប្រែងរំលឹកមេរៀនហើយគាត់មិនមែនត្រឹមតែត្រៀមការប្រឡងនេះឲ្យបោះបង់ចោលការសិក្សាទេគឺការសិក្សារបស់គាត់នៅសាលាគឺនៅតែជាសិស្សកម្ពូលសិស្សប៉កែនៅក្នុងថ្នាក់ហើយក៏គាត់នៅពេលដែលគាត់ទំនេរពីការសិក្សាពេលដែលសម្រាប់បាយថ្ងៃត្រង់ឬក៏សម្រាប់ពេលទំនេរពេលសម្រាប់កន្លះម៉ោងអីហ្នឹងក៏គាត់យកពេលហ្នឹងមកធ្វើលំហាត់ឬក៏ត្រៀមដើម្បីទៅប្រឡងនេះដែរហើយឃើញថាការប្រឹងប្រែងរបស់គាត់គឺពិតជាបានលទ្ធផលល្អមែន
ជាលទ្ធផលក្នុងការប្រកួតរយៈពេល4ថ្ងៃនេះនៅទីក្រុងជូហៃយុវសាស្ត្រសាលាប៉ាម៉ាអន្តរជាតិដែលបានទទួលជ័យលាភីទាំង3រូបបានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជាថារូបគាត់ពិតជាមានអារម្មណ៍រីករាយជាខ្លាំងដែលអាចយកឈ្នះបេក្ខជនជាច្រើនក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រាត់មួយនេះដោយអាចជួយឲ្យពួកគាត់បញ្ចេញនៅសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អយុវសាស្ត្រឆ្នាំទាំង3នាក់បានបញ្ជាក់បន្ថែមថាកម្មវិធីប្រកួតប្រជែងនេះចំពោះវិញ្ញាសាប្រឡងគឺមានការពិបាកដែរតែទោះជាយ៉ាងណាក៏រុកកែនឹងប្រកួតឲ្យអស់ពីសមត្ថភាពហើយរហូតទទួលបានជ័យលាភីនាពេលនេះខ្ញុំបានទៅកាន់ប្រទេសចិនទីក្រុងជូហៃដើម្បីប្រឡងកម្មវិធីមួយដែលមានឈ្មោះថា WEC WMC និង WSC សម្រាប់វិញ្ញាសាគណិតវិទ្យាខ្ញុំទទួលបានមេដាយប្រាក់ហើយសម្រាប់វិញ្ញាសាអង់គ្លេសខ្ញុំទទួលបានមេដាយសំរឹទ្ធហើយវិញ្ញាសាវិទ្យាសាស្ត្រក៏ខ្ញុំទទួលបានមេដាយប្រាក់ដូចគ្នាដែរសម្រាប់វិញ្ញាសាវិញគឺវាពិតជាវាមានភាពពិបាកផងលាយឡំជាមួយនឹងវិញ្ញាសាដែលស្រួលផងហើយវា challenging មួយប្រទេសគេដែរខ្ញុំមានអារម្មណ៍ថាមានភាពសំណរីករាយហើយពិតជាមានមោទនភាពមែនតើដែលបានតំណាងជាតិរបស់ខ្លួននៅលើឆាកអន្តរជាតិខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនព្រោះដោយសារតែបានយកប្រទេសយកទង់ជាតិខ្មែរបានយកទៅឆាកអន្តរជាតិទៅបង្ហាញគេចំណាប់អារម្មណ៍ខ្ញុំពិតជារំភើបមែនទែនដែលបានយកឈ្នះប្រទេសជិតខាងឬប្រទេសផ្សេងៗដែលបានជាប់មេដាយប្រាក់ហើយបានទទួលលទ្ធផលល្អពេលដែលខ្ញុំហ៊ាននៅសាលាប៉ាម៉ាអន្តរជាតិហ្នឹងខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងច្រើនមែនទែនពីសិស្សដែលអត់ចេះទៅខ្លះជាសិស្សដែលពូកែទៅលើមុខវិជ្ជាគណិតវិទ្យាហើយពេលដែលខ្ញុំហ៊ានមុនមកប្រឡងហ្នឹងខ្ញុំបានសិក្សាស្វែងយល់ច្រើនមែនទែនខ្ញុំបានហ៊ានលើសពីសិស្សផ្សេងៗហើយនឹងសិក្សាស្វែងយល់លំហាត់ផ្សេងៗលើសពីពួកគាត់ធម្មតាខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលបានទៅក្រៅប្រទេសវិញ្ញាសាអង់គ្លេសខ្ញុំបានសម្រិទ្ធវិញ្ញាសាគណិតខ្ញុំបានសម្រិទ្ធវិញ្ញាសាវិទ្យាសាស្ត្រខ្ញុំបានមាសខ្ញុំអរគុណលោកគ្រូអ្នកគ្រូដែលបានលើកទឹកចិត្តខ្ញុំឲ្យទៅក្រៅប្រទេសខ្ញុំរំភើបខ្លាំងហើយនៅសាលាប៉ាម៉ាដែលធ្វើឲ្យខ្ញុំហ៊ានពូកែកាន់តែប្រសើរជាដំបូងសប្បាយចិត្តនិងមានការរំភើបជាខ្លាំងដែលកូនយកបានមេដាយលទ្ធផលល្អជូនដល់គ្រួសារនិងសាលាហើយក៏ផ្ញើសារទៅជូនប៉ាម៉ាក់ដែលគាត់ចង់ជ្រើសរើសសាលាហើយគាត់គិតគូរបានវែងឆ្ងាយជាពិសេសគាត់អាចជ្រើសរើសយកសាលាប៉ាម៉ាក់បានព្រោះអីសាលាប៉ាម៉ាក់ជាជម្រើសទី1សម្រាប់ប៉ាម៉ាក់ក្នុងការសិក្សាដាក់កូនសិក្សានៅសាលាសូមបញ្ជាក់ថាសាលាប៉ាម៉ាអន្តរជាតិបានបង្កើតឡើងក្នុងឆ្នាំ2021មានចាប់ពីកម្រិតវគ្គបំប៉នខ្មែរគណិតរុក្ខគីមីនិងមត្តេយ្យដល់ថ្នាក់ទី12ហើយមានសាខាចំនួន3ស្ថិតនៅក្នុងក្រុងព្រះសីហនុសាលាប៉ាម៉ាអន្តរជាតិមានកម្មវិធីសិក្សាជាច្រើនរួមមានកម្មវិធីចំណេះដឹងទូទៅជាតិពិសេសកម្មវិធីចំណេះដឹងទូទៅអន្តរជាតិរបស់ប្រទេសអូស្ត្រាលីកម្មវិធីប៉ាម៉ាគិតលេខរហ័សកម្មវិធី Brain Scan កម្មវិធីភាសាអង់គ្លេសក្រៅម៉ោង Cambridge កម្មវិធីហែលទឹកការ៉ាតេកម្មវិធីបំប៉នគោគ្រប់មុខវិជ្ជាឡា